អនុញ្ញាតគ្រប់ជំរាបសួរបងប្អូនប្រិយមិត្តតាមបណ្ដាញសង្គម YouTube ជាទីមេត្រីបងប្អូនណាថ្ងៃនេះខ្ញុំបាទសូមថតវីដេអូតាក់ទងទៅនឹងការដាក់បង្ហាញលក់គោមេចំនួន4ក្បាលបងប្អូនមេចំនួន4ក្បាលគឺធាត់បងប្អូនណាគឺធាត់មកគួរសមបងប្អូនណានេះផែនកាប់ក៏ត្រូវផែនចាំត្រូវទេបងប្អូនគឺជាប្រភេទគោមេយើងប្រភេទគោក្តោកន្លះបងប្អូនកុំតែវាផែនកដាលវាមិនល្អិតពេកវាមិនអង្កាមពេកបងប្អូនណាឥឡូវនេះខ្ញុំបាទសូមប្រាប់ពីភិនភាគនិងកម្ពស់កំពើនីមួយៗរបស់គោទាំង4នេះដើម្បីបងប្អូនបានជ្រាបជាព័ត៌មានខ្លះៗបងប្អូនណាសម្រាប់មេគោទី1នេះគឺកម្ពស់របស់វាប្រហែលជា 1.10 ម៉ែត្របងប្អូនកម្ពស់របស់វាប្រហែលជា 1.10 ម៉ែត្រកម្រិតធាត់របស់វាគឺគួរសមបងប្អូនណាគឺគួរសមបងប្អូនហើយមេទី2នេះគឺមេពណ៌សបងប្អូនមេពណ៌សគោវាប្រហែលជា 1.15 ម៉ែត្របងប្អូនណា 1.15 ម៉ែត្រកម្រិតធាត់លឹបតែវាអត់ទាន់សអន់សៀវណាគឺខ្ញុំទើបតែទិញបានពីបងប្អូននៅក្បែរខាងទេហើយមេទី3នេះគឺពណ៌ខំបងប្អូនកម្រិតធាត់វាគឺគួរសមដែរមិនលឹបលាប់ពេកទេកម្ពស់វាប្រហែលជា 1.15 ម៉ែត្របងប្អូនហើយមេចុងក្រោយមេទី4នេះគឺកម្ពស់ប្រហែលជា 1.10 ម៉ែត្រដែរបងណា 1.10 ដែរមិនធាត់លឹបលាប់តែម្ដងពណ៌ខំនេះសម្រាប់បងប្អូនមានតម្រូវការអីគឺបងប្អូនអាចតាក់ទងលេខស័ព្ទខ្ញុំបានបងណាអាចតាក់ទងលេខស័ព្ទរបស់ខ្ញុំបានមានចំនួន2ខ្សែ097 81 13 487 076 210 3579បងប្អូនចង់សាកសួរពីតម្លៃក៏បានបងណាទោះបីជាបងប្អូនមិនទិញក៏បងប្អូនអាចសាកសួរព័ត៌មានបានដែរគឺខ្ញុំរីករាយនឹងផ្ដល់ជូនបងប្អូនដើម្បីបងប្អូនធ្វើការប្រៀបធៀបតើគោតម្លៃគោនៅខាងខ្ញុំនិងតម្លៃគោនៅខាងបងប្អូនតើមួយណាបានតម្លៃគ្រាន់ជាងឬមួយទាបជាងចឹងណាគឺបងប្អូនអាចដឹងសម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងបងប្អូនអរគុណច្រើនជម្រាបលាជួបខ្ញុំបាននៅវីដេអូក្រោយអរគុណ